អូខេសួស្តីបងប្អូនអរគ្នាហ្នឹងហើយសម្រាប់បងប្អូនដែលទិញ tool ណាបាទទិញ tool ហើយខ្លាចrec អត់ចូលបាទខ្លាច rec អត់បានហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំមកតេស្ត rec ឲ្យបងប្អូនអរគ្នាមើលហ្មងអញ្ចឹងណាឥឡូវអានេះខ្ញុំឥឡូវខ្ញុំបើក tool ណាបាទខ្ញុំចាប់ផ្ដើមធ្វើការបើក tool របស់ខ្ញុំមកអូខេអញ្ចឹង tool របស់ខ្ញុំងាយស្រួលប្រើទេកំណត់ setting តែបន្តិចហើយចានេះខ្ញុំអត់ធ្វើការកំណត់អីច្រើនទេខ្ញុំចុច start ហ្មងណាបាទខ្ញុំចុច start យកហ្មងទេបាទតែប៉ុណ្ណឹងហើយខ្ញុំរងចាំបាទឥឡូវខ្ញុំចុច show screen ឲ្យបងប្អូនមើលទាំងអស់គ្នាទៀតអញ្ចឹងណាបាទកុំឲ្យបងប្អូនថាកាត់តឬក៏គ្រាន់តែថតអីតិចតួចអញ្ចឹងណាបាទឥឡូវខ្ញុំ show screen ឲ្យបងប្អូនទាំងអស់គ្នាមើលហ្នឹងហើយបាទនេះវាពងដើរណាបងប្អូននេះវាពងរ៉ាន់នេះឃើញទេបាទអញ្ចឹងអានេះខ្ញុំរ៉ាន់មួយ phone អញ្ចឹងពេលដែលរ៉ាន់ពេលដែលដាក់ start គឺវា turn off turn on airplane mode ដើម្បី change IP auto ហ្នឹងហើយអញ្ចឹងខ្ញុំ rec ចំពោះការ rec គឺខ្ញុំ rec តែជាមួយទូរស័ព្ទទេហើយខ្ញុំធានាថា rec ចូលបាន account ប្រើ 100% ហ្មងបាទហ្នឹងហើយអញ្ចឹងបងប្អូនរងចាំសិនទៅបាទរងចាំយើងមើល data នេះ account ពេល direct បានមកវាចូលមកក្រោមនេះអញ្ចឹងណាបាទហើយ direct បានហើយខ្ញុំនឹង log in ឲ្យបងប្អូនមើលទៀតបាទហ្នឹងហើយចានេះគឺជាវីដេអូជាក់ស្ដែងហ្មងខ្ញុំថតឲ្យបងប្អូនទាំងអស់គ្នាជាក់ស្ដែងហ្មងសម្រាប់បងប្អូនដែលចង់បាន tool ចង់ទិញ tool ហើយក៏ប៉ុន្តែខ្លាច direct អត់ចូល direct អត់អីបាទនៅយើងមកមើលទាំងអស់គ្នាទៅបាទបងប្អូនដែលចង់ដឹងចង់បានមើលដល់ចប់ទៅណាបាទមើលដល់ចប់ទៅហ្នឹងហើយកុំឲ្យខ្ញុំចេះទៅថាចេះទៅនិយាយព្រោះហ្នឹងតែកាលណាយើងចេះថាចេះទៅនិយាយវាអត់បានយូរទេហើយបងប្អូនមើលទៅក្នុង page របស់ខ្ញុំទៅដឹងហើយមានអ្នកrate ឲ្យល្អច្រើនណាបាទនៅក្នុង page របស់ខ្ញុំឃើញអញ្ចឹងយើងចាំមើលបន្តិចទៅនេះអានេះវាពងបង្កើតបដាហើយនេះបាទនេះឃើញទេបាទពេលដែលយើងចុច start ទៅគឺវាមិនទាន់ដើរភ្លាមទេវាប្រសេស turn on turn off airplane mode ដើម្បី change IP ណាព្រោះខ្ញុំ rec ប្រើ SIM បាទខ្ញុំប្រើជាមួយនឹង phone បាទហើយសម្រាប់មួយបងប្អូន rec មួយ LD អាហ្នឹងខ្ញុំអត់ recommend ទេបាទ rec បានsupport ជាមួយ LD បាទដើរជាមួយ LD ក៏ប៉ុន្តែរឿង rec ចូលមិនចូលអាហ្នឹងខ្ញុំអត់ធានាទេដោយសារទី1 LD យើងប្រើ Wi-Fi ប្រើ VPN វាសុទ្ធតែ spam IP អស់ហើយបាទហើយបើសិនជាបងប្អូនចង់ទិញមែនបាទចង់យកទៅ rec ឲ្យបាន account យកមកប្រើចង់បានពិតប្រាកដបងប្អូនរៀបទូរស័ព្ទតែមួយដើមក៏បានដែរហ្នឹងហើយដាក់ទូរស័ព្ទតែមួយដើមក៏បានដែរមួយដើម rec បាន300 account មួយថ្ងៃអញ្ចឹង rec ចូលបាន live account យកមកប្រើបានប៉ុន្មានអាហ្នឹងអាស្រ័យលើជាក់ស្ដែងអញ្ចឹងណាបាទឥឡូវវាកំពុងតែ process ហើយបាទវាចូលមក confirm code អីហើយហ្នឹងហើយអញ្ចឹងយើងចាំមើលទាំងអស់គ្នាទៅឥឡូវខ្ញុំទុកចោលបន្តិចសិនឲ្យវាដើរចោលសិនបាទហើយចាំមើលលទ្ធផលទៅណាបងប្អូនអូខេហើយខ្ញុំចង់បញ្ជាក់មួយបងប្អូនតិចទៀតតាក់ទងទៅនឹងការ rec ហ្នឹងណាបាទបងប្អូនខ្លះគាត់សួរថាយើង rec ជាមួយអីគេមួយ email យើងបាន mail មកពីណានៅក្នុងហ្នឹងក្នុង tool របស់ខ្ញុំគឺមាន website សម្រាប់ឲ្យបងប្អូនទិញ mail ណាបាទទិញ mail សម្រាប់ verify មួយ Facebook បាទអញ្ចឹងគឺយើងគ្រាន់តែយក API របស់ website ហ្នឹងបាទយកមកផាសចូលក្នុង tool ទៅហើយយើងចុច run ដូចខ្ញុំណាបាទនេះចុច start ទៅគឺវាទិញ mail ទិញអីឲ្យយើងអូតូហើយបាទហើយចាក់ស្ដែងការទិញបានមិនអីមិនគឺចាំបងប្អូនមើលមេរៀនខ្ញុំបន្ថែមទៀតពេលបងប្អូនទិញណាបាទអូខេអានេះវាដាយមួយហ្មងបាទ account នេះដាយបាទហើយ account នេះ live បាទប៉ុន្តែវាចាប់ live អញ្ចឹងគឺវាអត់តន់ចូលមកក្នុងនេះភ្លាមទេដោយសារ process នេះគឺខ្ញុំដាក់ឲ្យវាចូលទៅចាក់ 2FA បាទចូលទៅ add mail សម្រាប់នេះបាទ add mail ថែមអញ្ចឹងបងប្អូនបាទអូខេនេះបាទឥឡូវខ្ញុំទុកចោលបន្តិចសិនណាទុកចោលបន្តិចសិន
giờ tới mà account rek ខ្ទង់តែ2-3 នាទីទេបងប្អូនបាទឥឡូវយើងមើលក្នុងនេះមកមើលទាំងអស់គ្នាមកនេះចូល4នាទីបាទ process របស់វា4នាទីថា5នាទីចុះមួយ account ហ្នឹងហើយវាបង្កើតលឿននេះសារតែពេលដែលយើងបង្កើតយើងនៅ airplane mode បាទនៅបិទ turn off turn on airplane mode ចឹងទៅវាស៊ីពេលខ្ទង់1នាទីដែរបាទនេះវា add Yandex ណាបាទយើង add account Yandex យើងចូលបាទដើម្បីពេលដែលយើងទិញ mail ពី website មកយើង add Yandex របស់យើងបន្ថែមនេះអញ្ចឹង account នេះ live ទេបងប្អូននេះពណ៌ខៀវនេះបាទឃើញ live មួយហ្នឹងបាទហ្នឹងឥឡូវខ្ញុំទុកបន្តិចទៀតបាទទុកបន្តិចទៀតឲ្យវាដើរបានមួយជុំណាចប់មួយជុំចឹងណាអូខេឥឡូវ account live ហ្នឹងខ្ញុំយកមក log in ឲ្យបងប្អូនទាំងអស់គ្នាមើលកុំឲ្យបងប្អូនហ្នឹងគេ low live យកមក log in អត់កើតហ្នឹងឥឡូវខ្ញុំ account ដែល live យើងចុចបើកវាមកនេះចុចលើកន្លែង win ហ្នឹងមកបាទយើងចូលមកដល់ account របស់យើងនេះឃើញទេបាទហើយខ្ញុំចុចបើក browser ខ្ញុំមកខ្ញុំ log in account ឲ្យបងប្អូនទាំងអស់គ្នាមើលបាទអញ្ចឹងអានេះខ្ញុំចូលមក Facebook មកអូខេហ្នឹងហើយអញ្ចឹងអានេះខ្ញុំយកភាសាអង់គ្លេសបាទ log in account បាទអញ្ចឹងខ្ញុំ copy UID ហ្នឹងមកយកមកផាសមកណាហ្នឹងហើយខ្ញុំធ្វើដល់ចប់ឲ្យបងប្អូនមើលជាក់ស្ដែងហ្មងណាកុំឲ្យថាឃើញ low rec បានហើយយកមកប្រើកើតចប់ nori អញ្ចឹងណាបាទអញ្ចឹងខ្ញុំចុច log in មកបាទយ៉ាង slow តិចបាទដល់កន្លែងនេះខ្ញុំចុចយកអានេះ account មាន 2FA ហ្មងបាទ account មាន 2FA បាទអញ្ចឹងយើងចុចចូលមក 2FA មកយើង copy 2FA ដើម្បីដាក់មកអញ្ចឹងណាអញ្ចឹង 2FA បាទយើងចូលមក website 2FA មកតូរីលឿនពេកមិញបាទ 2fa.live បាទអញ្ចឹងខ្ញុំផាស code 2fa មកចុច submit your code បាទយើងយកមក log in មកបាទឃើញទេបាទអញ្ចឹង account ហ្នឹងគឺដំណើរការ 100% បងប្អូនឃើញទេបាទ log in បាន 100% អញ្ចឹងយើងអាចលេង active វាទៅណាឃើញទេបងប្អូនបាទហ្នឹងហើយអត់មាន check point ឬក៏អត់មានជាប់ nori អីទេអញ្ចឹង account nori គឺចាក់ 2FA អត់កើតទេបងប្អូនបាទអញ្ចឹងអានេះខ្ញុំបិទប៉ុណ្្នឹងទៅហ្នឹងហើយអានេះក៏បិទដែរទៅនេះឃើញទេចូលមកតទៀតហ្នឹងមុនឃើញទេបាទ account ហ្នឹង live មកបន្ថែមទៀតទេអញ្ចឹងខ្ញុំ rec ទៅ template ទេបាទ7នាទីចូលបាន3 account មកដែរបាទអញ្ចឹងយើងចង់យក account ចុចលើកន្លែង win ហ្នឹងទៅបាន account យកមកប្រើអូខេអញ្ចឹងវីដេអូនេះខ្ញុំបានតែប៉ុណ្្នឹងទេបានជាក់ស្ដែងបងប្អូនអរគ្នាមើលបាទកុំឲ្យខ្ញុំចេះតែនិយាយឬក៏ចេះតែថាបងប្អូនអត់បានមើលជាក់ស្ដែងអញ្ចឹងណាបាទអូខេអរគុណច្រើន